ไม่ได้มันนั่งกูจีนในครั้งใดเนี่ยนะตามจะไม่ได้แต่ใจตรามันจับแบบนี้เองดูพวกแกจับกูจีกันนะกับกูแต่มาเราไปยังตีแกจับกูจีเพราะแต่จังนั่งไปดำนั่งมองปรังมันนั่งจะกูจีนยี่หรืออัดตีมากูจีนยี่แกอาจจะคนยังตีตรากันกูจีมันชันเตะนั่งเพื่อมันยี่ตีสู้ๆบ้าเวียมันยังตีแกน่ะมันคำเวียไฟเวียให้อาจปราศจากนการตีฟูจีก็กำสัดนะยังปรับเนื้อติ้งเนื้อจิ้มเนื้อกระต้องทายจำนวนกระนี่เนื้อจิ้มเนื้อกระมันเนื้อกระมันเนื้อกระไปชมติ้งชมขายติ้งยังสอบไอ้เนี่ยอาลัดชับยีเตอร์ชับปรับยังมองดาวซิลชุนนั่นเองนะชมมันอย่างนี้ตัวจีสำหรับชมก็ชมมันอย่างนี้ได้ไอ้จังงอบอ่ะยังบอกไปแบบน้องไอ้ชมซึ่งละยังมันสำหรับไอ้เต้ยังปราบปราไอ้บังคับมาพบมาได้ไอ้ยกตรงRungin ลึกหรือเสือตลบออกไปยังไงลึกหรือกระเป๋าบัตรฟีหัดก่อนขึ้นบ้านโจรมสู้ศึกตึกเด็กโตปัจจุบันสาวสดายเนี่ยมาจำลึกหรือเจนแบบนี้จำบางในน้องมาอ่อนสกอร์โอนติปรำบางตีใบบางตีใบผู้เกี่ยวกับโอนมาวิ่งคือปัจจุบันมันขันจบคณิตเชียงดับชนะใส่จุบังตีใบสกสบายตีได้เอาดับชนะมันไอ้กำไรบานซ้อไม่จากไอ้สองบานเต้เฮ้ยนี่คือโอนเท่าไหร่อ๋อไตรเอ๊ะสู้ๆมาเนี่ยมาจุดบางตีใบsao cho băng tiệp bay ôi trời ngập một cái bòn mờ mà su su sao cho băng tiệp bay Tàu Vinh lật trong Tàu Vinh băng tiệp bay hỏi lấy lần băng tiệp bayบอลตีใบปอนตีปรำประมาณชนะมันนี่เสือปอนตีใบจำไรนะก็มาการลอยซ่อนนั้นอ๋อป
បងទី3មិនមែនបងចង់និយាយពីឯងទេអំបញ្ញមិញអាតាចរិតបងដូចជាជ្រុលពេកអញ្ចឹង ខ្ញុំគួរសមណាស់ហើយ បងទី3ទោះបីជាយ៉ាងណាយើងនឹងបងទី5ខានជួបគ្នាជាង10ឆ្នាំហើយហ្នឹង ខ្ញុំមិនមែនធ្វើចំពោះបងទី5ទេគឺជាអ៊ីងស៊ូស៊ូ បងទី3បងថ្លៃទី5មានអីប៉ះពាល់ដល់ឯង ពីមុនកំបិតបហានីគឺខ្ញុំយកបានពីក្នុងដៃអ៊ីងស៊ូស៊ូប៉ុន្តែនៅតាមផ្លូវពេលដែលខ្ញុំយកកំបិតត្រឡប់មកវិញខ្ញុំត្រូវមកចូលតាមពឹសម្ចាស់ទូកនោះដូច្នេះបានជាខ្ញុំពិការដល់សប្តាហ៍នេះ តើពាក់ព័ន្ធអ្វីនឹងបងថ្លៃទៅ អ្វីតែខ្ញុំមិនដឹងថាម្ចាស់ទូកដែលវាយខ្ញុំនោះជានរណាមែនប៉ុន្តែមិនយូរប្រហែលខ្ញុំក៏បានឮថាកំបិតបហានីនេះនៅក្នុងដៃប៉ាអិនទ្រីខ្ញុំក៏ធ្វើការសន្និដ្ឋាននេះទៅ បងទី3 អស់រយៈពេល10ឆ្នាំតើហើយតើខ្ញុំរស់ដោយវិធីណាទៅខ្ញុំស្មាននឹងមនុស្សអត់បានកាត់ទៅហើយលុះត្រាតែមនុស្សដែលបានជួបរឿងនេះដល់ផ្ទាល់ទើបដឹងថាខ្ញុំឈឺចាប់ប៉ុណ្ណាសើចបងថាទំនួលតើខ្ញុំអាចមិនស្អប់អ្នកដែលធ្វើឲ្យខ្ញុំវេទនាអញ្ចឹងទេ បងទី3 សើចបងកុំបារម្ភពីខ្ញុំអីខ្ញុំមិនមែនជាមនុស្សដែលមិនចេះគិតទេហើយដែលមិនខ្ញុំមិនបានបណ្ដាញកំហឹងដែលនៅក្នុងចិត្តខ្ញុំនោះ10ឆ្នាំទៅហើយដែលខ្ញុំខ្លាចជាជនពិការអញ្ចឹងនោះហើយកុំឲ្យជនពិការខ្ញុំនេះទៅបំផ្លាញមនោសញ្ចេតនាប្តីប្រពន្ធរបស់ប្អូនទី5ទៀត បងទី5 សម្ដីសិស្សចងទី3ខ្ញុំស្ដាប់ឮអស់ហើយ បើអញ្ចឹងបងមិននិយាយអ្វីទៀតទេបងទី5ពួកយើងនៅជាមួយគ្នាតាំងពីតូចចិត្តដិតជាងបងប្អូនបង្កើតទៅទៀតរឿងបងចង់និយាយគឺថ្ងៃក្រោយទោះបីជាមានរឿងអីកើតឡើងក៏ដោយសង្ឃឹមថាអញអាចចងចាំមនោសញ្ចេតនាពិតនេះជារៀងរហូត ខ្ញុំចង់ចាំខ្ញុំនឹងចង់ចាំបាទស៊ូស៊ូធ្វើមកកបឲ្យចំពោះបងទី3មែនខ្ញុំនឹងរកយុទ្ធធម៌ជូនគាត់ លោកគ្រូអ៊ំលោកទេជិមមេប៉ាក់កលុនគាត់អញ្ជើញមកជូនពលលោកគ្រូតា ជូនពរថ្ងៃទីប្រហែលហើយ 7 កាន់ អូត្រូវហើយខាងស្អែក9កាត់ខែ4គឺលោកគ្រូគម្រប់100ឆ្នាំហើយត្រូវហើយ អ្នកក្លាហានសុង មេប៉ាក់ហឹម លោកគ្រូលោកចម្រើនប្រជុំ100ឆ្នាំហើយតែចុកខ្ញុំមកអបអរសាទរ ត្រូវមេប៉ាក់ហឹមមកមុន2ថ្ងៃអញ ហេមុននឹងក្រោយទៅតែមកមិនមិនមកឲ្យដល់មុនទៅ សូមយានឈាមសូមស្វាគមន៍មេប៉ាក់ហឹមម្យ៉ាងទៀតសូមបកគលដើមមុននឹងឡើងភ្នំ អូល្អមក គល់ដែរ គល់យើសូយមជឿ គេគ្មានបំណងល្អទេមើលទៅមេប៉ាក់ខុនលិនប្រើលេសមកជូនពើការពិតគឺមកដើម្បីបងប្រើបងគិតពីអីហ្នឹងនឹកដល់ពូជីឯងដូចជាបងបាននិយាយអញ្ចឹងយើងតតម្រេះមានតែសង្ឃឹមថាគេឆាប់មករកពួកយើង ស៊ូស៊ូមានរឿងមួយបងសង្ឃឹមថាអូនប្រកាសជានិយាយប្រាប់បងតាមត្រង់ យើងជាប្តីប្រពន្ធច្រើនឆ្នាំបងយល់ទៅអូនលាក់បាននឹងបងទេ ល្អបងក៏ចង់ដឹងដែរថាពេលដែលអូនដណ្ដើមដើមទឹកសឡុងតើអូនមានវាយប្រហារសិស្សច្បងទី3របស់បងដែរទេនៅកោះភ្លើងទឹកកោះពេលដែលមិនទាន់ដឹងថាអនាគតរបស់យើងយ៉ាងម៉េចនោះរឿងរ៉ាវទាំងអស់បងមិនចង់ដេញដោលប៉ុន្តែថ្ងៃនេះបងឃើញសិស្សច្បងទី3ដូចជាមនុស្សរុក្ខជាតិបងជឿចាប់ណាស់
ស៊ូបងពិតជាចង់ដឹងតើអូនក៏បញ្ចូលថ្នាំពុលទៅលើសិស្សច្បងទី3មែនទេបងគ្រាន់តែចង់ដឹងការពិតអូពិតជាមិនចង់កុហកបងទេបងសានអូសិស្សច្បងទី5 លោកគ្រូចេញមកវិញហើយគាត់ចេញមកវិញហើយទៅយើងឲ្យឆាប់ឡើងហេតុដែលគ្រូបិទទ្វារហត់គុណនេះគឺចង់ស្វែងយល់ពីក្បាច់គុណថៃជីឥឡូវគ្រូយល់ពីចំណុចពិសេសរបស់វាចាប់ពីពេលនេះទៅបឧតាំងយើងនឹងមានអនាគតភ្លឺស្វាងក្នុងពិភពគុណមិនខានក៏មិនអន់ជាងក្បាច់គុណសៅលីនដែរដែលបន្សល់ពីដូនតាមកនោះសូមអបអរលោកគ្រូលោកគ្រូសិស្សប្អូនទី5មកវិញហើយអូពិតមែនណាលោកគ្រូលោកគ្រូពិតជាកូនបានលោកគ្រូខ្ញុំសូមគោរពលោកគ្រូជួយសោះជាង10ឆ្នាំមកនេះតើកូនទៅណាបាត់ដំណឹងឆ្ងាញ់ធ្វើឲ្យគ្រូបារម្ភខ្លាំងណាស់ណាត្រូវហើយគឺសិស្សអកតញ្ញូហើយបងឆាប់ប្រាប់គ្រូមកតើឯងទៅណាខ្លះហើយជប់រឿងរ៉ាវអីខ្លះលោកគ្រូគឺសិស្សឋានធំពេលដែលសិស្សរៀបការមិនបានសុំច្បាប់ឲ្យជម្រាបលោកគ្រូជាមុនសិស្សនៅលើភ្នំទឹកកក10ឆ្នាំឬក៏ត្រូវចាំ10ឆ្នាំទើបមកប្រាប់លោកគ្រូពីរឿងរៀបការអស់សំណើចមែនមិនបាច់សុំទោសទេគ្មានសិស្សណាដែលល្ងងគិតដូចជាឯងចឹងទេណាប៉ុន្តែស៊ូមានប្រវត្តិត្រឹមត្រូវជាកូនស្រីរបស់មេប៉ាអន្ត្រីមេប៉ាអន្ត្រីកូនគ្រាន់តែយកប្រពន្ធទៅមិនមែនយកមេប៉ាអន្ត្រីណាឲ្យតែប្រពន្ធកូនមានចរិតល្អប្រសើរជួយប្តីអប់រំកូនគោរពសិលធម៌នារីទៅបានហើយជួយសានធ្វើជាមនុស្សមិនបាច់ចង្អៀតចង្អុលពេកទេហើយកុំសំអាងថាខ្លួនជាបសុចរិតមើលងាយអ្នកផ្សេងឲ្យសោះត្រូវដឹងថាសុចរិតនិងទុច្ចរិតពិបាកវិភាគទោះជាសិស្សបកត្រឹមត្រូវបើសិនជាមានគំនិតផ្ដេសផ្ដាសនោះក៏ជាជនអាក្រក់រីឯជនអាក្រក់បើមានចិត្តល្អនោះរាប់ថាសភាពបរិសុទ្ធលោកគ្រូសិស្សទទួលការអប់រំបងសានប្រកាសត្រឹមលើកពីខ្ញុំប្រាប់គ្រូគាត់ប្រកាសជាប្រាស់ហើយមិនដឹងជាគ្រូគាត់បដិសេធនឹងខ្ញុំឬអត់ទេបើសិនជាកុំខ្វល់ច្រើនបើគេធ្វើខ្លាំងដាក់ខ្ញុំនឹងត្រឡប់ទៅប៉ាអន្ត្រីវិញលោកមិនប៉ានាងគឺអ៊ីងស៊ូស៊ូអូតើរមមាសស៊ីជន់ណៃណាបើមិននិយាយកុំបន្ទោសថាខុនលុនយើងបើហិនតែនេះគឺភ្នំប៉ាអូតាំងអ្នកប្រហិនសម្រុកចូលមកបែបនេះហើយវាយប្រហាគេដូចជាអត់ຕົកចាំងសាន់ហ្វងនៅក្នុងកែវភ្នែកសោះកុំនិយាយច្រឹតឆាប់វាយឆាប់បញ្ចប់បាត់ជប់សិនមេប៉ាលោកសុខសប្បាយទេអូរៀបច្បងចាំងខ្ញុំនៅប៉ាក់កណ្ដុនឈ្មោះហឺថាចុងនាំកូនចៅរបស់ខ្ញុំមកអបអរការចម្រើនបញ្ជនរបស់លោកចាំងណាលោកទើឈិចមិនឧស្សាហ៍មកភូមិភាគកណ្ដាលទេថ្ងៃនេះព្រោះតែមកជូនពរខ្ញុំទើបបានចំមកមុនពេលកំណត់ចាំងសានហ្វុងខ្ញុំគួរតែទទួលទុកក្នុងចិត្តប៉ុន្តែ
ខ្ញុំមិនអាចយល់ពីទឹកចិត្តល្អរបស់លោកហើទេណា ណា មេប៉ាហើចង់ឲ្យខ្ញុំបញ្ជាក់ទេ អូមិនមែនពួកខ្ញុំធ្វើបាបម្ចាស់ខ្ញុំទេតែនេះជាទំនាស់របស់បកកលុននិងសាសនាមិញសូមលោកចាងកុំលោកដៃអី នៅក្នុងបឧតាំងគឺជាមនុស្សបឧតាំង ហ្វាក់ក្នុងចំណោម4អ្នកនៃសាសនាមិញគឺស្ដេចតោរមមាសបានសម្លាប់មនុស្សខុនលុនបអិនត្រីយសាខាសាសនាមិញពីនៃខុនលុនគឺជីវិតសងជីវិតនាំគេទៅគឺជារឿងសំរុំហើយ ប្រកែកយកទៅឈ្នះ បើលោកចាងចេះចង់ការពារបអិនត្រីលោកមិនខ្លាចគេនិយាយដើមលោកទេ លោកប្រើគំនុំស្ដេចតោរមមាសយកអ្នកផ្សេងមកពាក់ព័ន្ធអញ្ចឹងគឺប្រកែកយកឈ្នះចំពោះមុខខ្ញុំយកមនុស្សបឧតាំងទៅគឺមិនយកយល់ទេ ថាម៉េចនាងអ៊ីងស៊ូស៊ូជាមនុស្សបឧតាំង លោកមានចម្ងល់អីទៀតហ៎ ការពិតគេជាកូនស្រីរបស់មេបអិនត្រី នោះគឺកាលពីមុនអេងស៊ូស៊ូរៀបការជាមួយចង់ជួយសានសិស្សទី5ខ្ញុំគេថារៀបការត្រូវតែទៅតាមប្តី10ឆ្នាំមុននាងជាមនុស្សបឧតាំងបាត់ទៅហើយលោកមេប៉ាហើមិនក៏មិនឆាប់លេងគេ បានបើអញ្ចឹងពួកខ្ញុំរំខានលោកឯងដោះលែងគេ លាសិន ស៊ូស៊ូសូមគោរពលោកវិស័យ ខ្ញុំបាននិយាយហើយរៀបការនឹងប្តីត្រូវតាមប្តីមិនហៅលោកគ្រូ លោកគ្រូ ល្អណាស់ឈប់ក្រោកឡើងរឿងរបស់នាងជួយសានប្រាប់ខ្ញុំច្បាស់លាស់ហើយនាងអាចខ្លាចជាប្តីប្រពន្ធស្របច្បាប់គឺជាសំណាងរបស់ចាំជួយសានហើយណាជួយសានបានលោកគ្រូនិស្ស័យល្អកម្រមានត្រូវតែចេះថែរក្សាទុកបាទខ្ញុំបាននឹងចង់ចាំលោកគ្រូប្រហែលប្រហែលថ្ងៃទៀតភ្នំអូតាំងយើងអស់ភាពសុខសាន្តហើយ សូមជិញ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 ចាំងជួយសានសិស្សបងខ្ញុំបានចាក់ចេញជាង10ឆ្នាំថ្ងៃនេះទើបតែត្រឡប់មកវិញរឿងរ៉ាវដែលបានជួបនៅក្នុងរយៈពេលជាង10ឆ្នាំមកនេះដោយមិនបានប្រាប់គ្រូខ្ញុំដោយល្មិតទេម្យ៉ាងទៀតថ្ងៃនេះគឺជាថ្ងៃចម្រើនបច្ចុប្បន្នគ្រូខ្ញុំបើសិនជាអ្នកទាំងអស់គ្នានៅតែរំលឹកពីរឿងកាប់សម្លាប់នៅក្នុងពិភពគុណទៀតដូចជាអកុសលពេកហើយអស់លោកមានចិត្តល្អមកជន់ពរពីចម្ងាយក៏ខ្លាចជាមានចេតនាបង្ករឿងដែរបើអស់លោកបានជាមកដល់អូតាំងទៅហើយអ្នកដែលមានទឹកចិត្តខ្ញុំនឹងសិស្សច្បងនឹងសិស្សប្អូនខ្ញុំកំដរអស់លោកដើរមើលទេសភាពនៅអូតាំងទៅចំខាងមុខនិងខាងក្រោយភ្នំអស់លោកយល់យ៉ាងម៉េចដែរ ទេបាក់អូហ្វងខ្ញុំមកអូតាំងនេះមិនមែនមកដល់លេងទេគឺមក អែមខ្ញុំបាននិយាយឲ្យតាំងថ្ងៃនេះគឺជាថ្ងៃចម្រើនបច្ចុប្បន្នគ្រូខ្ញុំបើអស់លោកនៅតែរំលឹកសៀវឈុនសៀវសិញទៀននោះគឺចង់ធ្វើជាសត្រូវអូតាំងយើងហើយ អ្នកក្លាហានសុងលោកកំប្រាថតក្តៅថតតិចជាមួយគ្នាអ្នកក្លាហាននៅទីនេះអ្នកណាដែលមិនធ្លាប់ការឆ្លងកាត់ការស្លាប់រស់នោះអ្នកណាដែលមិនដែលជួបនោះមិនបាច់បត់បាញ់ច្រើនទេហើយតែចង់ខ្ញុំនិយាយតាមត្រង់តែម្ដងលើកនេះឡើងភ្នំទី1គឺជួនពលលោកគ្រូចាងទី2គឺមកសើបសួរពីដំណឹងជនអាក្រក់សៀសិងពីអ្នកក្លាហានចាង ចាំយេមកគេណា បកគលគេមកណាបកគលគេមកចាំយេមកឡើងសំពុទ្ធោអធិការសាលិនខុងវិនដឹកនាំសិស្សទាំងឡាយមកជួនពូនអ្នកក្លាហានចាងសូមឲ្យរីករហូត ថ្ងៃនេះភ្នំអូតាំងមានភ្ញៀវកិត្តិយសជាច្រើនកណារស់ដល់អាយុ100ឆ្នាំដោយធម្មតាសោះមិនគួររំខានដេចគុណមកទេណាយិនឈឺ បាទលោកគ្រូ ទៅយកកៅអីមក ហ៊ានទេមិនហ៊ានទេអាត្មាគឺជាចៅអធិការសោលិនថ្ងៃនេះមកជួនពរហើយមានរឿងពីរសូមសួរអ្នកក្លាហានចាស់ដោយផ្ទាល់សូមញោមកុំប្រកាន់ណា 10ឆ្នាំមុនដេចគុណបានឡើងភ្នំអូតាំង
ព្រោះតែរឿងចង់ជួយសានសិស្សកណានេះថ្ងៃនេះនិមន្តមកក៏ប្រកាសជាដោយសារតែរឿងនេះហើយមើលទៅ សម្មាសម្ពុទ្ធោ បើមកដោយបំណងទៅហើយនោះមានសង្ឃដីកាឲ្យត្រង់មកចុះ អានបើអញ្ចឹងអាត្មាមានសង្ឃដីកាហើយណាអាត្មាមានរឿងពីរសូមសួរដល់អ្នកក្លាហានចាងទី1អ្នកក្លាហានចាងបានសម្លាប់មនុស្សសំណាក់ការពារឡុងដែលមានមនុស្សដល់ទៅ71នាក់រឿងនេះតើដោះស្រាយដោយវិធីណាដែរទី2សិស្សច្បងអាត្មាគឺបដិជគុណខុងជៀនមួយជីវិតព្រះអង្គមានចិត្តសន្តោសប្រណីគ្មានគំនុំជាមួយលោកបើជាត្រូវស្ដេចតោរមាសសៀឈុនសម្លាប់ចោលឬថាអ្នកក្លាហានចាងដឹងដំណឹងពីសៀឈុនសូមអ្នកក្លាហានប្រាប់អាត្មាផង ជួយសានគួរឆ្លើយថាយ៉ាងម៉េចនោះនិយាយតាមត្រង់ទៅចុះបាទលោកគ្រូដេកគុណខុងមីងរឿងឃាតកម្មសំណាក់ការពារឡុងមិននោះមិនមែនកណាជាអ្នកប្រព្រឹត្តទេមួយជីវិតកណាទទួលការអប់រំពីលោកគ្រូថ្មីត្បិតតែកណាល្ងងប៉ុន្តែមិនចេះកុហកដាច់ខាត មានយានអ៊ីងសិស្សសាលៀនធ្វើជាសាក់សី ដេកគុណយានអ៊ីងតែដេកគុណបានឃើញកណាសម្រាប់គ្រួសារទូតាចេញតែផ្ទាល់ហើយ ថ្មីត្បិតតែយើងនឹងឃើញដោយផ្ទាល់តែមើលតាមមុខរបួសអ្នកដែលស្លាប់នោះគឺដោយសារតែអាវុធលោកធ្លាប់ប្រើ អាវុធកណាអ្នកណាក៏អាចធ្វើបានដែរឃាតករមានចេតនាទម្លាក់ទោសលើកណាដេកគុណខុងវិញកណាត្រូវកមូលបង្កាច់ពេលនេះត្រឡប់មកភូមិភាគកណាវិញស្បត់ថារកឃាតករពិតឲ្យឃើញលុបបំបត្តិទោសកណាហើយបកស្រាយប្រាប់សាលីនឲ្យបានច្បាស់ចំពោះរឿងទី2បដិជគុណខុងជៀនបានសក្ដិបាត់ទៅហើយមនុស្សក្នុងលោកទាំងអស់សុទ្ធតែឈឺចាប់ប៉ុន្តែស្ដេចតោរមាសនោះខ្លាចជាបងប្អូនធម៌របស់កណាទៅហើយឥឡូវនេះសៀឈុននៅកន្លែងណានិយាយតាមត្រង់ចុះដំបងកណាក៏ដឹងដែរប៉ុន្តែអ្នកគុណនិយមយើងយកគុណធម៌ជាគោលថ្ងៃនេះចាំងជួយសានសឹកចិត្តដាច់ក្បាលបង្ហូរឈាមទុកសាកសពនៅទីនេះក៏ដោយក៏មិនប្រាប់ពីដំណឹងបងធម៌របស់កណាដែរអស់លោករឿងនេះអត់តាក់ទងជាមួយលោកគ្រូទេក៏អត់តាក់ទងជាមួយសិស្សច្បងទាំងអស់ក្នុងបកដែរទុកឲ្យចាំងជួយសានទទួលរងតែម្នាក់ឯងចុះក្នុងមួយជីវិតចាំងជួយសានខ្ញុំមិនដែលប្រព្រឹត្តនៅអំពើអ្វីមួយប្រមាថដល់បកទេក៏មិនដែលសម្រាប់មនុស្សល្អម្នាក់ដែរប៉ុន្តែថ្ងៃនេះបើចង់ឲ្យខ្ញុំគ្មានគុណធម៌នោះមានតែសុកចិត្តស្លាប់ប៉ុណ្ណោះ បដិជគុណខុងចិនគឺជាព្រឹត្តិការណ៍ដែលមហាជនតែងគោរពក្នុងពិភពកុននេះតើបដិជគុណយល់ថាដោះស្រាយដោយវិធីណាទេសម្មាសម្ពុទ្ធោរឿងនេះ បើកមួយជី Đợi siêu, đợi siêu,មួយជី đợi siêu, ពួកជី មួយជី đợi siêu, មួយជី đợi siêu, cùng đất, អ្នកសៀបអ្នកសៀបមួយជី đợi siêu, បងសាងពួកជីមកវិញហើយឯង មិញនេះបានទៅជាលឺសម្លេងរបស់វាប៉ុន្តែចេញមកក៏មិនឃើញវាសោះ bỏ cho, bỏ cho, បោះទឹកកូនចឹងពេកស្ដាប់ច្រឡំទៀតដែរ សាច់ឈាមមកកើតរបស់បងណាបងវិញនឹងស្ដាប់ច្រឡំទៅ អ្នកក្លាហានចាង កណាអ្នកគុណខ្លាំងពេកមានកំហុសខុសឆ្គងហើយសូមអធិស្ឋាន បាបកម្ម សម្មាសម្ពុទ្ធោអាត្មាយានចិនអាចនិយាយពាក្យមិនព្រោះខ្លះបានទេអ្នកក្លាហានចាក់នឹកនាកូនងប់ងល់បែបនេះសួរថាមនុស្សជាច្រើនដែលទៅសៀឈុនសម្រាប់ហើយនោះតើគេគ្មានឪពុកម្ដាយប្រពន្ធកូនទេអាត្មាសំណុំពោះជួក្រុមគ្រួសារដែលទៅសៀឈុនសម្រាប់នោះសូមលោកប្រាប់តាមត្រង់មក បងមិនអាចនិយាយបានទេក៏មិនអាចក្បត់នៅលបងបានដែរពិតជាមិនអាច ប្រតិចារចាងតើរឿងនេះត្រូវដោះស្រាយដោយវិធីណានឹង សិស្សកណាមិនបកកាយប្រមាណទេតែមិនហ៊ានកុហកគ្រូដាច់ខាតកណាជឿមនុស្សនៅដំណាក់ឡុងមិនមែនគេសម្លាប់ទេហើយចំពោះដំណឹងស្ដេចតោរមាសគេមិនព្រមនិយាយកណាក៏មិនអាចបង្ខំបានដែរ ការប្រព្រឹត្តរបស់គេចាស់សាន់ប៉ុងនេះជាអ្នកការពារសិស្សឯងបណ្ដាលឲ្យគេធ្វើសភាពបរោះខ្លាយ bật món, con phải hơn chục phu lục cừu xong, ខ្ញុំនិយាយត្រង់ៗអាចធ្វើស្អីខ្ញុំបាន hơi kinh trong, ថយក្រោយ bàn, ចង់សានហ្វុំខ្ញុំបង្កើតបកសំខាន់គឺនិយាយពីមូលហេតុស្មោះត្រង់និងគុណធម៌ចង់ឲ្យសិស្សខ្ញុំក្បត់នឹងគុណធម៌ធ្វើខុសមូលហេតុក្បត់នឹងបងប្អូនធម៌ឯងអញ្ចឹងចង់សានហ្វុំខ្ញុំ
ទើបជាសុភាពបរោះខ្លាចដែលមិនចេះបដៅសិស្សរបស់ខ្លួនឯង ជាសុភាពបរោះឬមនុស្សថោកទាបមិនសំខាន់ទេថ្ងៃនេះមនុស្សនៅទីនេះភាគច្រើនសុទ្ធតែមានគំនុំជាមួយស្ដេចតៅរំលឹកអ្នកក្លាហានចាក់បើលោកចោះជិមិននិយាយពីដំណឹងសៀឈុនសម្មាសម្ពុទ្ធោអាត្មាពិតជាមិនចង់ឃើញការកាប់សម្លាប់នឹងមហោឈាមនៅបកឧតាំងទេ ចាំមកជួយឆាប់និយាយពីដំណឹងសៀឈុនទៅយើងឆាប់ប្រាប់ពីដំណឹងសៀឈុនមកបើមិនចឹងមិនបានទេចាំនិយាយមកប្រាប់ពីដំណឹងសៀឈុនមកប្រាប់ពីដំណឹងសៀឈុនមក ពួកឯងអត់មានទុកមកអូតាំងនៅក្នុងកាយភ្នែកបន្តិចសោះបកអូតាំងយើងគឺជាបកត្រឹមត្រូវយើងមិនអាចឲ្យពួកឯងធ្វើប្រេះប្រាស់បានទេកុំស្មានតែយើងមិនដឹងពីបំណងពួកឯងមកអូតាំងនៅមានបកសាវលីនទៀតការពិតគឺចង់បានដៅប្រហារនាមត្រូវហើយគឺចង់បានដៅប្រហារនាម ធ្វើជាលេសដើម្បីមកសងសឹកការពិតគឺចង់បានកម្រិតប្រហារនេះដែលជាវត្ថុទឹកក្នុងពិភពគុណអ្នកប៊ូមានចិត្តលុបលន់លោកជេស្ដីមកបាក់សោតលៀនយ៉ាងនេះគឺប្រហើនពេកហើយសងកាចាស់ពេលនេះកណានិយាយត្រូវខ្មាស់អត់ខឹងហើយប្រហើនកុំមិនស្រែកលោដាដាក់កណាតើបាក់សោតលៀនមានអីអស្ចារ្យទៅស្មានតែបាក់អូតាំងខ្លាចបើមិនសុខចិត្តទេចង់វាយជុំចុះអូល្អល្បីថាព្រឹត្តិការណ៍ចាងវិជាគុណចេញពីសោតលៀនអ្នកគុណនិយមនិយាយថាវិជាគុណបាក់អូតាំងបែរជាខ្លាំងជាងសោតលៀនទៅវិញអាត្មាសរសើរយូរហើយសង្ឃឹមថាពាក្យនេះគឺជាការនិយាយបំភ្លឺថ្ងៃនេះចំពោះមុខអ្នកក្លាហានទាំងឡាយអញ្ជើញព្រឹត្តិការណ៍ចាងអប់រំអាត្មាផង ព្រះដេចគុណខុងវិនថ្ងៃនេះគឺជាថ្ងៃចម្រើនព្រះប្រជញ្ញគ្រូខ្ញុំកណាស់មិននឹងអាចធ្វើការវាយកាប់ជាមួយនឹងភ្ញៀវទៅតែបើព្រះដេចគុណហៅទៅហើយបកអូតាំងក៏មិនអាចដកថយដែរសិស្សទាំង7យល់ព្រមចេញមកស្វែងយល់ពីវិជាគុណនៃកម្ពុជាសងទាំង12នៅសាលលីនចំនួនគ្រូខ្ញុំកណាស់ចុះ វៀងការសោះចំអកអាត្មាប្រាសង7អង្គមកប្រយុទ្ធជាមួយអ្នកក្លាហានទាំង7នៃបកអ៊ូតាំង ព្រះដេចគុណខុងវិនខ្ញុំកណាស់និយាយជាមុនបើបកអ៊ូតាំងចាញ់ចាំងជួយសាន់សិស្សប្អូនខ្ញុំកណាស់នឹងប្រាប់ពីដំណឹងស្ដេចសៀវឈុនដល់ចៅអធិការសាវលីនតែបើបកសាវលីនបធូរដៃអញ្ចឹងសូមព្រះដេចគុណខុងវិនដឹកនាំមិត្តភ័ក្តិអស់លោកដែលប្រើលេថាជូនពរគ្រូខ្ញុំកណាស់ដែលបានបង្ករឿងនេះចុះពីលើព្រំជាមួយគ្នាព្រះដេចគុណយល់យ៉ាងម៉េចដែរ បានម៉ាត់ណាគឺម៉ាត់នឹងអស់លោកទាំងអស់គ្នាជឿជាក់លើបកសាលីនអាត្មាទេសុទ្ធតែមិននិយាយបញ្ជាក់ថាអ្នកទាំងអស់គ្នាយកព្រមឲ្យបកសាលីនប្រយុទ្ធនឹងអ្នកក្លាហានទាំង7ហើយមិនមែនទេ ព្រះដេចគុណស្ដាយក្រោយហើយ អ្នកក្លាហានទី3ពីការទៅហើយមកប្រយុទ្ធយ៉ាងម៉េចទៅ អូសូមអញ្ជើញបដិជគុណនិងអស់លោកទាំងអស់ទៅកត់ខាងក្រោយសម្រាប់សិននឹងមានអ្នកក្លាហានទាំង7មករៀបក្បួន បានបើអញ្ចឹងអាត្មារងចាំ បដិជគុណសូមអញ្ជើញ ជើញសុំជើញបើយើងជើញសុំជើញសុំជើញបាទជើញសុំជើញជើញសេចក្ដីធំក្បួនតារាទាំង7ត្រូវមាន7នាក់ទើបអាចខ្លាយជាក្បួនតែសេចក្ដីទី3 បានគិតរួចហើយឲ្យប្រពន្ធឯងមកចូលរួមអាចគ្រប់គ្រាន់ ស៊ូស៊ូហ៎ សិស្សច្បងធំខ្ញុំទៅមិនរួចទេវិជាគុណខ្ញុំមិនប្រកែកភ្លាមនេះមិននឹងអាចស្វែងយល់ពីក្បួនអ្នកក្លាហានទាំង7នេះទេខ្ញុំខ្លាចនាំទៅដល់ពួកបង ការពិតបងប្អូនយើង6នាក់រួមដៃទប់ទល់នឹងសង្សាវលីន7នាក់គឺសង្ឃឹមតែឈ្នះបងប្អូនទី5ប្រើទ្វេដៃបងប្អូនទី3ក៏ចូលរួមដែរជឿថាបងប្អូនទី3ប្រកាសជាមានមោទនភាព សេចក្ដីធំពិតជាប្រឹងប្រែងមែន ទៅយើងទៅបងទី3រឿងនេះពាក់ព័ន្ធនឹងកិត្តិយសគួរណាឯងមិនអាចមិនពិចារណាទេ ទុកឲ្យខ្ញុំនិយាយជាមួយគេទាំងពីរនាក់សិន អូនទី5បងដឹងថាឯងកំពុងតែគិតអីប្រហែលជាឯងសង្ស័យច្រើន សង្ឃឹមថាអញ្ចឹងទៅចុះ នាងជាប្រពន្ធរបស់ប្អូនទី5ខ្ញុំនៅតែហៅនាងថាប្អូនថ្លៃអញ្ចឹងប្អូនថ្លៃនាងអាចប្រាប់ខ្ញុំតាមត្រង់បានទេ
ពីថ្ងៃមុនពេលបងទី3ជួបខ្ញុំបានត្រៀមនៅក្នុងចិត្តទៅហើយបងគួរតែស្មានដឹងថាយកយល់បងនឹងជួយសាំងបងត្រមមិននិយាយខ្ញុំគ្រាន់តែចង់បញ្ជាក់ថាអ្នកដែលប្រាំបញ្ចូលពឹសធ្វើឲ្យខ្ញុំរបួសនោះគឺជានាងមែនទេគឺខ្ញុំព្រោះតែដណ្ដើមដើរទៅស្លឹងខ្លាចបានឡំជាម្ចាស់ទៅប្រាំបញ្ចូលឆ្នាំបងធ្វើឲ្យបងរបួសហើយគឺខ្ញុំពឹងសំណាក់ការពារឡងមិញបញ្ជូនបងមកប៉ាអូតាំងវិញតែរឿងតាមផ្លូវមានបញ្ហាផ្សេងកើតឡើងនោះជារឿងដែលខ្ញុំស្មានមិនដឹងរឿងហេតុប្រែប្រួលអ្នកដែលមិនដែលស្គាល់ខ្លាចជាដន្លងបងទី3ខ្ញុំដឹងពីកំហឹងក្នុងចិត្តបងឥឡូវខ្ញុំសុំសំណូមពរបងកាត់ដល់លទ្ធផលធំតោះមកទៀតតែលើបងដាក់ទៅចាស់សេចក្ដីបងដាក់ទោសហ៎ដាក់ទោសហ៎មិនអាចធ្វើខ្ញុំដេញលើក្រេបានខ្ញុំមិនឲ្យអ្នកណាបំរើខ្ញុំទេដាក់ទោសនាងតើអាចធ្វើឲ្យអវយវៈរបស់ខ្ញុំល្អដូចដើមវិញទេស៊ូថ្ងៃមុនពេលបងសួរអស់ចង់ប្រាប់បងតាមត្រង់ដែរថាមេខ្លាំងដែលវាយឲ្យសោះច្បាស់ទី3របួសគឺប្រពន្ធបងអ៊ីងស៊ូអូបងចាំមិនចាំបងបងតែប្រាប់ខ្លួនឯងកុំដេញដោលរកការពិតមិនចង់បំផ្លាញមនោសញ្ចេតនាឯទាំងពីរនាក់ទេតែដល់ស្ដាប់ទៅហើយតើឲ្យបងរកដល់វិធីណាទៅសុំបងទី3បងខត់ចិត្តមិនជាប់មិនអាចទ្រាំនៅកំហឹងក្នុងចិត្តបានទេបងទី3សេចក្ដីបងទី3ព្រោះតែខ្ញុំធ្វើខ្ញុំទទួលជាងចិត្តដៃប្រពន្ធ10ឆ្នាំអរគុណទឹកចិត្តដែលបងស្រឡាញ់អូនឥឡូវអូនស្លាប់មិនគួរស្ដាយទេសង្ឃឹមថាបងអាចចាក់សម្លាប់អូនដើម្បីបំពេញគុណធម៌អ្នកក្លាហានតែ7នៅឧតាំងល្អណាស់ល្អមែនល្អអូទី5លោកគ្រូលោកគ្រូឥឡូវកំហុសបានកាត់ឡើងទៅហើយមិនអាចស្រោចស្រង់បានទៀតទេខ្ញុំសំណុំពរសំលោកគ្រូនឹងមួយចោះជួយសោតនៅសុកហេតុអីក៏កូននិយាយបែបនេះសំលោកគ្រូយល់ព្រមនឹងសិស្សមករឿងអីនិយាយមកចោះគ្រូយល់ព្រមទាំងអស់សិស្សមានកូនប្រុសតែមួយគត់ឈ្មោះចាំងវិជីធ្លាក់ក្នុងកណ្ដាប់ដៃជនអាក្រក់សំលោកគ្រូជួយឲ្យគេរួចផុតពីកណ្ដាប់ដៃពួកបិសាចផងហើយចិញ្ចឹមគេឲ្យបានធំពេញវ័យជួយសិស្សតើកូនចង់ធ្វើអីនឹងបាបកម្មទាំងអស់កើតឡើងដោយសារតែចាំងជួយសានខ្ញុំម្នាក់ថ្ងៃនេះខ្ញុំសុខចិត្តស្លាប់
តែខ្ញុំសំណូមពរឲ្យអស់លោកទាំងអស់លើកលែងបងថោខ្ញុំរំសាយគំនុំនេះចោល សពទី5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  បងសា សពទី5 បងសា សព បងសា សព បងសា សព បងសា ម៉ែ ម៉ែ កូនសំឡាញ់កូនសំឡាញ់មិននឹកកូនណា អ្នកម៉ែតើពុកស្លាប់ហើយមែនទេកូននៅខាងក្រៅបានឃើញអស់ហើយអ្នកម៉ែហេតុអីក៏ពួកគាត់បង្ខំឲ្យពុកស្លាប់កូនដឹងព្រោះតែពុកធំមែនទេអ្នកម៉ែជួនអាក្រក់ចាប់កូនទៅកូនអត់ប្រាប់គេថាពុកធំនៅណាទេ កូនឆ្លាតមួយជីឆ្លាតណាស់កូនត្រូវយល់ព្រមនឹងម៉ែយល់ព្រមនឹងម៉ែរឿងមួយ អ្នកម៉ែមានប្រសាសន៍មកចុះ កូនត្រូវតែចង់ចាំពីពួកទាំងអស់នេះប៉ុន្តែកុំប្រញាប់សងសឹកត្រូវរងចាំតាមសម្រួលម្នាក់ក៏មិនត្រូវលើកលែងឲ្យដែរ អ្នកម៉ែកូនចង់សងសឹកទេកូនចង់ឲ្យពុកនៅរស់ពុកគឺកូនពូជីពុកមើលមកកូនទៅមើលមកកូនទៅ ពួកជីមនុស្សស្លាប់មិនអាចរស់ឡើងវិញទេ អម៉ែកូនចង់ឲ្យពុករស់ឡើងវិញចង់ឲ្យពុករស់ឡើងវិញ កូនសម្លាញ់ពួកកូនស្លាប់បាត់ហើយពួកគេទាំងនេះគឺចង់ផ្ដាច់ជីវិតពួកយើងទាំងពីរទេមើលទៅយើងគួរតែប្រាប់ពួកគេពីដំណឹងពុកថកកូន អ្នកម៉ែមិនអាចប្រាប់ពួកគេទេមិនអាចប្រាប់ពួកគេទេ បាក់ម៉ែមិននិយាយពួកគេមិនលើកលែងពួកយើងទេ អ្នកម៉ែ កូនឆ្លាតស្ដាប់តាមម៉ែណាព្រះរាជកុនខំលោកជ្រាមច្បងដែលអ្នកក៏និយមគិតដំណឹងសេឈុនខ្ញុំកណាទូលប្រាប់ទៅលោកម្នាក់ក៏សំចេះ សម្មាសម្ពុទ្ធោបើឧបាសិកាឆាប់និយាយអ្នកក្លាហានចាំក៏មិនធ្វើអត្តឃាតដែរ សេឈុនគាត់ណា និយាយឲ្យច្បាស់ទៅនិយាយឲ្យច្បាស់ទៅគេនៅឯណា គាត់នៅកន្លែងនេះបញ្ចេញកម្លាំងទៅរកខ្លួនឯងទៅ នៅឯណាឧបាសិកានិយាយច្បាស់ទៅមើល ពេលកណាក្រិននិយាយអស់ហើយពួកលោកទៅដល់ទីនោះប្រកាសជាអាចរកឃើញស្ដេចតារំលឿនសេឈុន គេថាមិន តើមានរឿងអីមានសង្កត់មានសង្កត់មកស្បាត់មិនច្បាស់ទេ អ្នកម៉ែមិនប្រាប់គេថាពុកធននៅណាទេ កូនល្ងងណាស់ពុកក៏សុកចិត្តស្លាប់ក៏ការពារពុកថកកូនដែរម៉ែមិនដឹងអាចក្បត់នឹងគាត់ទេម៉ែអត់មានប្រាប់អ្វីទាំងអស់ទេម៉ែមិនបានប្រាប់គេថាពុកថកកូននៅណាទេគឺម៉ែកុហកគេទេកូនឃើញទេម៉ែប្រកែកុហកគេណា អ្នកម៉ែ ម៉ែធ្វើអត្តឃាតទៀតអើយអូមិនបងស្រីម៉ែបងស្រីម៉ែបងស្រី ម៉ែ បងស្រីបងស្រី ពួកជីកាលពេលកូនធំឡើងប្រយ័ត្នត្រូវមនុស្សស្រីបោកប្រាស់
ស្រីកាន់តែស្អាតកាន់តែពូកែបោប្រាស់គេក៏ត្រូវតែចំចឹងត្រូវតែចំចឹង ម៉ែ អូនស្រី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  អ្នកម៉ែអ្នកម៉ែហេតុអីក៏លោកសម្រាប់ដៃខ្ញុំហេតុអីក៏សម្រាប់ដៃខ្ញុំ អូមិនមើលទេនេះគឺធ្វើអត្តឃាតណា ប៊ូជី ខ្ញុំមិនយំទេខ្ញុំមិនយំទេខ្ញុំមិនយំឲ្យជនអាក្រក់មើលខ្ញុំទេ អូមិនគិតគិតសម្មាសម្ពុទ្ធោបាបកម្មមានរឿងបែបនេះកើតឡើងដែលអាត្មាស្មានមិនដល់ប្តីប្រពន្ធរបស់គេធ្វើអត្តឃាតរឿងពីមុនអាត្មាលែងដេញដោលហើយអាត្មាសូមចម្រើនពរសម្មាសម្ពុទ្ធោ អូលោកចង់នៅទីនេះហូបអាហារពេលយប់ទៀតហ៎ លាសិនណាលាសិនណាអូពួកខ្ញុំលាទៅវិញសិនហ្នឹងហើយទៅមួយទៅបាទ ចាប់ដល់ប៊ូជីចៅគឺប៊ូជីហ៎ គឺលោកគ្រូតាមែនទេពុកម៉ែរបស់ខ្ញុំ ប៊ូជី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 យិនឈៀវអ្នកណាចាប់ចាំងប៊ូជីទៅ មិនបានចាប់អារម្មណ៍ទីប្រហែលជាឆ្លៀតឱកាសរត់បាត់ទៅហើយ មិនក៏ម្នាក់នេះមានវិជាគុណកំពូលដែលបាត់បង់ក្នុងពិភពគុណយូរហើយចឹងគឺដៃរន្ទះសៀនមិន ដៃរន្ទះសៀនមិញមានធាតុនេះត្រជាក់ខ្លាំងពឹសខ្លាំងណាស់លោកគ្រូអាចជួយបូជីបានទេ លោកគ្រូ ជួយសានហើយជួយសានឯងយកយើងធ្វើជាគ្រូមុនពេលស្លាប់បានពឹងពាក់គ្រូក៏ប៉ុន្តែសូម្បីតែកូនតូចរបស់ឯងក៏គ្រូការពារមិនបានដែរគ្រូរស់ដល់អាយុ100ឆ្នាំតើបានប្រយោជន៍អីអូតាំងល្បីឈ្មោះក្នុងលោកបានប្រយោជន៍អីបានប្រយោជន៍អី លោកគ្រូតើយើងគ្មានសង្ឃឹមអាចជួយអូជីបានទេ កម្លាំងធាតុគ្រូអាចជួយបានតែមួយរយៈប៉ុណ្ណោះបើចង់ព្យាបាលគេឲ្យជាដាច់នោះលុះត្រាតែសង់ជាយានជាគ្រូតាឯងនឹងរស់នោះទើបអាចផ្ទេរពណ៌ពេលកម្លាំងធាតុឈ្មោះទាំង9ឲ្យគ្រូប្រធានឈ្មោះបង្ក្រាបធាតុញីបើមិនចឹងទេ 手托腮，似笑非笑的你，看着他凄凄哀哀，什么时候才走到是非之外？因为你，山河。